នេះគឺជាដំណើរការនៃការលេខស៊ីម៉ងរបស់ខ្ញុំហើយធុងស៊ីម៉ងនេះយើងទិញកន្លែងចាយពេប៉ាទេអញ្ចឹងវាដល់ផលការឆ្នៃបដិនទិញទួចអញ្ចឹងយើងយកត្រាក់ទ័រដែលយើងទុកចោលរាប់ឆ្នាំដែលយើងមិនដែលប្រើសោះដោយសារវាអត់មានទូនីតិត្រូវប្រើវាទូចពេកអញ្ចឹងយើងយកវាមកឆ្នៃហានេះត្រាក់ទ័រនេះគឺវាមានកន្លែងវាកន្លែងPDO ឬក៏កន្លែងវាយសើវាយអង្គប់វាហ្នឹងគឺវាមានលេខរបស់វាទៀតវាមានលេខ1ដល់លេខ4អញ្ចឹងវាអាចសេរីយឺតលឿនទៅតាមលេខវាបើត្រាក់ទ័រគូបតាប្រភេទ M60 ឡើងឬក៏ប្រភេទគូបតាធំគឺយើងប្រើជាមួយនឹង gear ពេលដែលយើងចង់ឲ្យ PDO ឬក៏អង្គប់ឬក៏សើយើងនឹងលឿនគឺយើងត្រូវចន់ gear ឲ្យខ្លាំងប៉ុន្តែពួកនេះអត់ទេវាមានលេខវាស្រាប់អញ្ចឹងបើយើងដាក់លេខ4គឺវាសើវានឹងវិលលឿនអូតូតែម្ដងអញ្ចឹងយើងយកអានេះមកធ្វើនេះគឺយើងក្លុកអញ្ចឹងម៉ាស៊ីននេះគឺគេឆ្នៃមកគឺវាមានសម្រាប់គៀចេញនិងក្លុកអញ្ចឹងកន្លែងគៀចេញគឺវាត្រូវវិលទៅស្ដាំចំណែកកន្លែងចាក់ហ្នឹងគឺវិលមកឆ្វេងអញ្ចឹងមូលហេតុហ្នឹងដែលខ្ញុំប្រើជាមួយនឹងត្រាក់ទ័រផងប្រើជាមួយនឹងម៉ាស៊ីនយ៉ានម៉ាផងម៉ាស៊ីនសុទ្ធយើងទូចផងដោយសារត្រាក់ទ័រវាមានតួនាទីក្នុងការក្លុកវានៅកូស៊ីម៉ងតាមម៉ាស៊ីននេះយើងអាចកូរជាមួយនឹងជីកំប៉ុស្តឬក៏កូរអីផ្សេងក៏បានដែរកូរអីក៏បានដែរម៉ាស៊ីននេះតែឥឡូវនេះយើងចាំបាច់ប្រើជាមួយនឹងការងារសំណង់យើងក៏ធ្វើជាមួយនឹងសំណង់តែម្ដងទៅការវិលគឺយើងប្រើជាមួយនឹងត្រាក់ទ័រដើម្បីក្លុកស៊ីម៉ងឬក៏គេហៅថាកូរស៊ីម៉ងវាវិលសពល្អវាស្មើនឹងម៉ាស៊ីនក្លុកស៊ីម៉ងយើងដែរតែម៉ាស៊ីនក្លុកស៊ីម៉ងយើងវាមានកន្លែងចាក់អានេះកន្លែងចាក់វាគេប្រើជាមួយនឹងដូចបាននឹងដូចគេធ្វើវិលហ្នឹងអញ្ចឹងមានន័យថាបើយើងវិលទៅស្ដាំគឺវាក្លុកតែបើយើងវិលមកឆ្វេងវាចាក់អញ្ចឹងមិនចាំបាច់មានកន្លែងសេរីឲ្យម៉ត់វានឹងចុះក្រោមអីទេគឺវាវិលវាដល់កន្លែងបញ្ជូនចេញគឺវាចេញតែម្ដងវានៅវិលបច្រាស់ពេលដែលវាវិលបច្រាស់គឺវាត្រូវចាក់ស៊ីម៉ងនឹងចេញអញ្ចឹងនេះគឺជាការឆ្នៃរបស់បរទេសទេនេះគឺយើងយកមកពីស្រុកគេអញ្ចឹងយើងយកភ្ជាប់ជាមួយនឹងត្រាក់ទ័រអញ្ចឹងអានេះគឺយើងប្រើជាមួយនឹងត្រាក់ទ័រយើងក្លុកធម្មតាយើងវិលធម្មតាអញ្ចឹងពេលដែលយើងវិលធម្មតាយើងក្លុកហ្នឹងគឺយើងប្រើជាមួយនឹងត្រាក់ទ័រប៉ុន្តែដល់ពេលយើងក្លុកហើយគឺថាស៊ីម៉ងយើងលបាយចូលគ្នាហើយអស់ហើយលាយសពហើយយើងប្រើម៉ាស៊ីនទូចសម្រាប់ចាក់ដែលយើងប្រើយ៉ាន់ម៉ាអញ្ចឹងនេះគឺជាដំណើរការនៃការច្នៃប្រឌិតរបស់ខ្ញុំទេតាមពិតទៅបើសិនជាអ្នកខ្លះគាត់មើលថាមិនបានយកម៉ាស៊ីនទៅតគ្នារញ៉ៃញ៉ៃអញ្ចឹងអាធាក់ហ្នឹងវាអូអត់កើតឬក៏មិនបានទៅតវែងឆ្ងាយអញ្ចឹងមានន័យថាយើងអត់យកវីកូដល់មកគេយើងអត់ដឹងថាគេនឹងកំពុងតែធ្វើអីយើងមើលទៅថាអានេះស្រួលទេចាំបាច់ទៅទាញធ្វើ2 3ម៉ាស៊ីនយ៉ាងទៅតាមពិតទៅបើយើងមើលធម្មតាយើងគិតថាអានេះវាវិលតែមួយទេតែតាមពិតអត់ទេវាវិលមានឆ្វេងមានស្ដាំអញ្ចឹងមានន័យថាដូចខ្ញុំនិយាយមិញអញ្ចឹងបើយើងប្រើអត្រាគឺវិលទៅស្ដាំគឺវាក្លុកតែបើយើងប្រើជាមួយនឹងម៉ាស៊ីនអាយ៉ាន់ម៉ាអាទូចហ្នឹងគឺវិលមកឆ្វេងមានន័យថាចាក់ស៊ីម៉ងឬក៏ចាក់អ្វីដែលយើងក្លុកហើយនឹងចេញអញ្ចឹងមានថាវាមានចេញមានក្លុកអញ្ចឹងបើយើងក្លុកយើងចង់ក្លុកនឹងមួយថ្ងៃទៅយូរក៏បានដែរប៉ុន្តែបើយើងចង់ចាក់យើងត្រូវប្រើម៉ាស៊ីនមួយទៀតតាមពិតអានេះបើសិនជាពីដើមមកគឺគេប្រើជាមួយនឹងម៉ូទ័រទេគេមានការវាយផ្ដាច់ភ្លើងមានចេញមានចូលមានឆ្វេងមានស្ដាំប៉ុន្តែដល់ពេលយើងប្រើអូសជាមួយនឹងខ្សែពៀនអញ្ចឹងយើងត្រូវការម៉ាស៊ីន2ដើម្បីទាញទៅវិញមកមួយទាញស្ដាំមួយទាញឆ្វេងអញ្ចឹងតែប៉ុណ្្នឹងឯងសម្រាប់កោអាចកោសម្រាប់កោអាចកោក៏បានវាកោជីកប៉ុសឬក៏កោជីកោអីផ្សេងដែលយើងចង់កោគឺថានេះស្រួលដោយសារតែនេះតាមពិតទៅខ្ញុំអត់តន់ឆ្នៃសម្រាប់លើកនោះសម្រាប់លើកវានឹងខាងក្រោយនេះគឺវាមានរកទៀតប៉ុន្តែយើងអត់តន់បានឆ្នៃអាហ្នឹងឆ្នៃទៅយើងដាក់វាដល់ដីចាក់អ្វីដែលយើងចង់កូងចូលទៅចាក់ចូលទៅក្នុងអាដីហ្នឹងសិនដល់ពេលហើយយើងប្រើជាមួយនឹងដៃវិជាវាកាបវាហ្នឹងឬក៏រកវាហ្នឹងវានឹងបញ្ជូនអាហ្នឹងចូលទៅក្នុងតាវអូតូតែម្ដងអញ្ចឹងវាស្រួលអានេះគឺគេឆ្នៃឲ្យស្រួលអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយអូខេអរគុណច្រើនបាយបាយតោ